ពេលនេះចំនួនពាណិជ្ជកម្មឬក៏សង្គ្រាមពន្ធគយរវាងសហរដ្ឋអាមេរិកហើយនិងចិនបានរាលដាលដល់សហគមន៍អឺរ៉ុបហើយពិសេសគឺខ្លាកំណាចប្រចាំតំបន់អឺរ៉ុបមានបារាំងអាល្លឺម៉ង់អង់គ្លេសអ៊ីតាលីជាដើមដោយប៉ុន្មានថ្ងៃមុននេះប្រជាជនចិនជាច្រើនរួមមានអ្នកធ្វើការនៅតាមរោងចក្រតកែសហគ្រាសផលិតផលម៉ាកល្បីដែលនាំចេញទៅបរទេសនឹងពួកគេបានចេញមកលាតត្រដាងអំពីការកេងចំណេញការផលិតលើសតម្លៃថ្លៃដើមយ៉ាងកប់ពពកនៃម្ចាស់ brand ផលិតផលល្បីនៅទូទាំងសកលលោកហើយក្នុងនោះគឺពួកគេបែរឆ្ពោះទៅម្ចាស់ brand ដែលជាប្រទេសនៅសហគមន៍អឺរ៉ុបបងប្អូនដឹងហើយកន្លងមកនេះនៅពេលដែលចំនួនពាណិជ្ជកម្មចំនួនពន្ធគយរវាងសហរដ្ឋអាមេរិកហើយនិងចិននេះគឺសហគមន៍អឺរ៉ុបស្ងប់ស្ងាត់សហគមន៍អឺរ៉ុបគាត់អត់បានមាត់កអ្វីទេគឺគាត់ស្ងៀមយកតែមែនតែនអញ្ចឹងហើយនៅពេលនេះយើងមិនដឹងថាជាចេតនាយើងមិនដឹងថាជាលក្ខខណ្ឌអ្វីទេដែលសហរដ្ឋអាមេរិកហើយនិងចិនហ្នឹងចុងក្រោយគឺបានទាញអឺរ៉ុបចូលជាមួយនឹងចំនួនពាណិជ្ជកម្មនេះដែរដោយក្នុងនោះយើងឃើញហើយម៉ាកផលិតផលល្បីរបស់អឺរ៉ុបត្រូវបានអ្នកលេងបណ្ដាញសង្គមចិនពិសេសអ្នកដែលធ្វើការនៅតាមរោងចក្រកែសហគ្រាសផលិតផលល្បីមួយចំនួនហ្នឹងពួកគាត់បានចេញមកនិយាយថាផលិតផលដែលគេតែងតែចោទចិនកេងប្រវ័ញ្ចនៅលើទីផ្សារអន្តរជាតិនោះតាមពិតទៅផលចំណេញភាគច្រើនហ្នឹងគឺបានធ្លាក់ទៅលើដៃម្ចាស់ឬក៏ប្រទេសដែលជាម្ចាស់ផលិតផលល្បីទាំងអស់នោះខ្ញុំលើកឧទាហរណ៍ថានៅលើបណ្ដាញសង្គមដែលគេបោកអាក្រាតដែលគេចេញមកលាតត្រដាងការពិតពាក់ព័ន្ធទៅនឹងតម្លៃថ្លៃដើមនិងតម្លៃលក់នៅលើទីផ្សារដ៏ខ្ពស់មហិមានោះធ្វើឲ្យប្រជាជនអ្នកលេងបណ្ដាញសង្គមនៅទូទាំងសកលលោកមានការស្រឡាំងកាំងហើយពិសេសគឺប្រជាជនអតិថិជនដែលគាត់ជាអតិថិជនប្រើប្រាស់ផលិតផលល្បីអស់ទៅនឹងគឺគាត់ចាប់ដើមមួម៉ៅខ្លះទៅអន់ចិត្តខ្លះទៅមិននឹកស្មានថាផលិតផលដែលខ្លួនទិញយកមកប្រើប្រាស់ហ្នឹងតម្លៃរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារខ្លះរហូតទៅដល់រាប់សែនដុល្លារនោះបែរជាផលិតចេញពីថ្លៃដើមដ៏ទាបបំផុតនៅប្រទេសចិនទៅវិញហើយផលិតផលល្បីដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនហ្នឹងដូចជាម៉ាក Adidas ដែលជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់ម៉ាក Gucci នៅប្រទេសអ៊ីតាលីម៉ាក Hermes ឬក៏ LV របស់បារាំងម៉ាក Burberry របស់ចក្រភពអង់គ្លេសម៉ាក CK ម៉ាកអីទាំងអស់ហ្នឹងគឺកំពុងតែទទួលរងនៅការលាតត្រដាងពីអ្នកលេងបណ្ដាញសង្គមពិសេសគឺអ្នកផលិតផលទាំងអស់ហ្នឹងនៅក្នុងស្រុកចិនអញ្ចឹងចង់មិនចង់នៅពេលនេះគឺសហគមន៍អឺរ៉ុបពិសេសគឺប្រទេសខ្លាកំណាចប្រចាំនៅអឺរ៉ុបដែលជាម្ចាស់ brand ល្បីហ្នឹងគឺកំពុងតែទទួលរងនៅរលកបោកបក់រវាងសង្គ្រាមពាណិជ្ជកម្មឬក៏សង្គ្រាមពន្ធគយសហរដ្ឋអាមេរិកហើយនិងចិនហើយចង់មិនចង់បងប្អូនឃើញប្រហែលថ្ងៃមកនេះគឺអ្នកលេងបណ្ដាញសង្គមចិនពិសេសនៅក្នុងបណ្ដាញសង្គម TikTok ហ្នឹងគឺគាត់ចេញមកវាយប្រហារគាត់ចេញមកបកអាក្រាតគាត់ចេញមកបង្ហាញជូនប្រជាជននៅលើសកលលោកថាផលិតផលដែលម៉ាកល្បីទូទាំងសកលលោកផលិតយកទៅលក់នៅប្រទេសអ្នកមានដូចជានៅសហរដ្ឋអាមេរិកនៅអឺរ៉ុបអីជាដើមនេះគឺវាចំណាយថ្លៃដើមតិចមែនទែនបាទហើយបើនិយាយអំពីការកេងចំណេញការទទួលបានប្រាក់ចំណេញអំពីអ្នកប្រើប្រាស់អំពីអតិថិជនប្រើប្រាស់ហ្នឹងគឺវាកប់ពកអញ្ចឹងទេបានជាធ្វើឲ្យប្រជាជនច្រើនណាស់ពិសេសអ្នកដែលប្រើប្រាស់ brand អស់ទៅហ្នឹងក៏គាត់មានការខកចិត្តខ្លះទៅអន់ចិត្តខ្លះទៅមិនសុខចិត្តខ្លះទៅក៏ហួសចិត្តបាទហើយសម្រាប់អ្នកអត់លុយដូចជាខ្ញុំឬក៏អ្នកបងប្អូនយើងមួយចំនួនទៀតហ្នឹងក៏មិននឹកស្មានដែរបងប្អូនមិននឹកស្មានថាផលិតផលមួយដែលគេលក់បានតម្លៃរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារឬក៏រហូតទៅដល់រាប់សែនដុល្លារនោះបែរជាផលិតចេញពីវត្ថុធាតុដើមឬក៏ចំណាយថ្លៃដើមទាបបំផុតទាបរហូតសឹងតែយើងមិនជឿបងប្អូនបាទប៉ុន្តែអ្វីៗគឺវាបានលាតត្រដាងយ៉ាងច្បាស់ពីរោងចក្រឬក៏ពីអ្នកផលិតផលអស់ទៅនឹងតើកត្តាអ្វីខ្លះដែលនាំឲ្យប្រជាជនចិនពិសេសអ្នកលេងបណ្ដាញសង្គមអ្នកផលិតនៅផលិតផលរោងចក្រឬក៏តកែរោងចក្រទាំងអស់ហ្នឹងគាត់ចេញមកបកអាក្រាតគាត់ចេញមកបញ្ជាក់ជូនប្រជាជននៅលើសកលលោកអំពីផលិតផលអស់ទាំងនេះទីមួយគឺប្រជាជនចិនគាត់ចង់វាយផ្ដួលម៉ាក brand ល្បីរបស់សហរដ្ឋអាមេរិកហើយនិងសហគមន៍អឺរ៉ុបពិសេសគឺប្រទេសមហាអំណាចនៅអឺរ៉ុបមានអ៊ីតាលីបារាំងអាល្លឺម៉ង់អង់គ្លេសជាដើមពិសេសពួកគេចង់ប្រាប់ទៅអ្នកប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិកថាផលិតផលកន្លងមកដែលពួកគេប្រើប្រាស់នៅម៉ាកល្បីនេះគឺកើតចេញពីការកេងប្រវ័ញ្ចកើតចេញអំពីការលក់កប់ក្តោងចំណេញលុយលើគោកពីសំណាក់តកែឬក៏ការតម្លើងពន្ធរបស់សហរដ្ឋអាមេរិកផ្សេងបាទអញ្ចឹងគ្រាន់តែប្រហែលថ្ងៃនេះបងប្អូនអ្នកដែលនិយមប្រើប្រាស់ផលិតផល brand ឬក៏ម៉ាកល្បីនៅសហរដ្ឋអាមេរិកនឹងចេញមកតវ៉ាចេញមកអន់ចិត្តខ្លះធ្វើវីដេអូឌៀមដាមទៅវិញខ្លះធ្វើវីដេអូចេញមកមិនសុខចិត្តថាផលិតផលដែលខ្លួនទិញរាប់ពាន់រាប់ម៉ឺនរាប់សែនដុល្លារហ្នឹងត្រូវបានគេកេងប្រវ័ញ្ចហើយ
ហើយទន្ទឹមនឹងប្រជាជនចិនមួយចំនួនក៏គាត់ឆ្លៀតផ្សព្វផ្សាយឲ្យប្រជាជននៅសហរដ្ឋអាមេរិកហ្នឹងងាកមកបញ្ជាទិញនៅក្នុងរោងចក្រវិញបាទកុំតាមរយៈ store ឬក៏តាមរយៈក្រុមហ៊ុនដែលគេដាក់តាំងលក់នៅសហរដ្ឋអាមេរិកឬក៏នៅសហគមន៍អឺរ៉ុបឲ្យពួកគេហ្នឹងបែរការគិតហើយនឹងមកទិញទំនិញតាមរយៈអនឡាញពីការកម្មង់ប្រជាទិញពីរោងចក្រផ្ទាល់តែម្ដងទី2ចិនចង់បង្ហាញទៅសកលលោកថារាល់ទំនិញល្បីម៉ាកយីហោល្បីដែលចំណេញកប់ក្តោងនៅសហរដ្ឋអាមេរិកនៅសហគមន៍អឺរ៉ុបហ្នឹងមិនមែនចិនម្នាក់ឯងទេដែលទទួលផលចិនថ្មីត្បិតមួយផ្នែកណាមួយចិនទទួលផលមែនប៉ុន្តែអ្នកដែលទទួលផលកប់ក្តោងអ្នកដែលទទួលផលច្រើនមហាសាលនោះគឺប្រទេសដែលជាម្ចាស់ម៉ាកផលិតផលល្បីៗរួមមានអឺរ៉ុបនិងសហរដ្ឋអាមេរិកទៅវិញទន្ទឹមនឹងនេះក៏មានការតម្លើងពន្ធតាក់ទងទៅនឹងផលិតផលម៉ាក brand អញ្ចឹងចិនចង់បង្ហាញទៅប្រជាជនពិភពលោកថាផលិតផលដែលនាំចេញពីប្រទេសខ្លួនទៅក្រោមផ្លាកប្រទេសផ្សេងក្រោមម៉ាកយីហោប្រទេសល្បីហ្នឹងមិនមែនចិនម្នាក់ឯងទេចំណេញហើយចិនក៏ចង់បង្ហាញថាបើប្រៀបធៀបនឹងការចំណេញអំពីម៉ាកល្បីរបស់ប្រទេសទាំងអស់ហ្នឹងគឺចិនចំណេញមួយផ្នែកតូចទេប៉ុន្តែប្រទេសដែលជាម្ចាស់ brand រួមមានសហគមន៍អឺរ៉ុបប្រទេសល្បីដូចខ្ញុំបញ្ជាក់ជូនបងប្អូនមានបារាំងអាល្លឺម៉ង់អ៊ីតាលីមានចក្រភពអង់គ្លេសរួមទាំងសហរដ្ឋអាមេរិកដែរហ្នឹងគឺជាអ្នកទទួលផលអំពីការចំណេញកប់ក្តោបនៃការលក់ផលិតផលម៉ាកយីហោល្បីទី3ជនជាតិចិនគេចង់ជំរះមន្ទិលសុភាសិតស្វាស៊ីបាយលាបមាត់ពែបងប្អូនជ្រាបហើយប្រមាណអាទិត្យកន្លងមកនេះប្រទេសចិនត្រូវបានគេផ្សារភ្ជាប់ទៅនឹងប្រទេសកំពុងអភិវឌ្ឍជាច្រើនរួមមានកម្ពុជាវៀតណាមម៉ាឡេស៊ីថៃឬក៏អីជាដើមដោយពួកគេចោទប្រកាន់ប្រទេសចិនថាគឺជាអ្នកសំកលុំសមគំនិតបោកប្រាស់ទីផ្សារសហគមន៍អឺរ៉ុបឬក៏ទីផ្សារសហរដ្ឋអាមេរិកដោយទំនិញនាំចូលពីចិនទៅវាយផ្លាក made in Cambodia made in Vietnam made in Thailand ឬក៏ made in Bangladesh អីជាដើមអញ្ចឹងពួកគេវាយប្រហារប្រទេសចិនថាប្រទេសចិនហ្នឹងគឺចំណេញកប់ក្តោងណាស់ទៅលើប្រទេសកម្ពុជាប្រទេសវៀតណាមបង់ក្លាដេសអីជាដើមអញ្ចឹងប្រជាជនចិនអ្នកផលិតរោងចក្រផ្សេងនៅចិនហ្នឹងគឺចេញមកបកស្រាយគេចេញមកការពារចេញមកវាយបកត្រឡប់ទៅវិញថាពាក្យស្វាស៊ីបាយលាបមាត់ប្រពែនេះគឺជារឿងមិនត្រឹមត្រូវទេអញ្ចឹងបានជាគេបង្កើតនៅសេណារីយ៉ូគេបង្កើតនៅរឿងនេះឡើងដើម្បីវាយប្រហារបកទៅប្រទេសអស់ទៅនោះវិញពីមុនគេចោទថាចិនហ្នឹងវាយផ្លាក made in Cambodia made in Thailand made in Vietnam ឬក៏បង់ក្លាដេសហ្នឹងដើម្បីបានកូតានាំចេញទៅប្រទេសសហរដ្ឋអាមេរិកឬក៏ប្រទេសសហគមន៍អឺរ៉ុបប៉ុន្តែឥឡូវនេះចិនគេវាយវិញចិនគេវាយវិញថាសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកពិសេសគឺប្រទេសម្ចាស់ម៉ាក brand ល្បីហ្នឹងគឺយកទីតាំងប្រទេសចិនយករោងចក្រប្រទេសចិនយកកម្មករប្រទេសចិនហ្នឹងធ្វើជាឈ្នាន់ដើម្បីលក់ផលិតផលខ្លួនឯងនៅលើទីផ្សារអន្តរជាតិតម្លៃកប់ក្តោបបាទអញ្ចឹងនេះគឺជាការវាយបកមួយរបស់ចិនដើម្បីលាងជម្រះនៅពាក្យថាស្វាស៊ីបាយលាបមាត់ប្រពែដែលកន្លងមកគេចោទចិនហ្នឹងគឺជាអ្នកសមគំនិតសមកលុំជាមួយខ្មែរវៀតណាមបង់ក្លាដេសហ្នឹងផលិតទំនិញ made in Cambodia made in Vietnam made in Bangladesh នាំចេញទៅលក់នៅសហរដ្ឋអាមេរិកឬក៏នៅសហគមន៍អឺរ៉ុបឥឡូវចិនលេងវិញថាអ្នកឯងក៏អញ្ចឹងដែរអ្នកឯងផលិតទំនិញនៅស្រុកខ្ញុំអ្នកឯងប្រើប្រាស់កម្មករខ្ញុំអ្នកឯងប្រើប្រាស់វត្ថុធាតុដើមនៅប្រទេសខ្ញុំប៉ុន្តែនៅពេលអ្នកឯងយកផលិតផលទៅលក់អ្នកឯងចំណេញច្រើនណាស់អ្នកឯងចំណេញមែនទែនបាទចំណេញរហូតធ្វើឲ្យគេច្រឡំថាអាចចំណេញទាំងអស់ហ្នឹងគឺធ្លាក់ទៅលើចិនតាមពិតចិនគេចង់បង្ហាញថាអាចចំណេញកប់ក្តោងអស់ហ្នឹងមិនមែនធ្លាក់ទៅលើចិនទេគឺធ្លាក់ទៅលើសហគមន៍អឺរ៉ុបប្រទេសមហាអំណាចប្រទេសធំដែលជាម្ចាស់ brand សំខាន់ចំណុចទី4ចុងក្រោយគឺអ្នកលេងបណ្ដាញសង្គមចិនដែលជាតកែរោងចក្រជាបុគ្គលិកដែលធ្វើការនៅតាមរោងចក្រផលិតផលផ្សេងផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិហ្នឹងពួកគាត់ចង់លើកទឹកចិត្តពួកគាត់ចង់ឆក់យកទីផ្សារអ្នកប្រើប្រាស់កម្រិតមធ្យមនិងបង្គួរនៅពេលដែលព័ត៌មាននៃការផលិតម៉ាកយីហោល្បីនៅចិនហ្នឹងត្រូវបានប្រជាពលរដ្ឋទូទាំងសកលលោកពិសេសអ្នកលេងបណ្ដាញសង្គមទូទៅហ្នឹងគាត់មើលឲ្យហួសចិត្តថាទំនិញម៉ាកល្បីដែលផលិតនៅចិនឬក៏ផលិតដោយក្រុមហ៊ុនធំហ្នឹងគឺចំណេញកប់ក្តោងហើយចិនក៏បានបង្ហាញទៅប្រជាជនអ្នកប្រើប្រាស់សកលលោកផ្សេងទៀតពិសេសគឺអ្នកប្រើប្រាស់កម្រិតមធ្យមឬក៏បង្គួរឲ្យយល់ថាផលិតផលដែលផលិតនៅប្រទេសចិនហ្នឹងគឺវាមានគុណភាពបាទកុំថាឡើយម៉ាកល្បីគឺចិនអាចផលិតគុណភាពប្រហាក់ប្រហែលឬក៏ដូចទៅនឹងម៉ាកល្បីដែលគេផលិតអញ្ចឹងចង់មិនចង់អ្នកប្រើប្រាស់កម្រិតមធ្យមឬក៏បង្គួរដូចជាខ្ញុំអីមធ្យមបងប្អូនមួយចំនួនបង្គួរហ្នឹងចាប់ផ្ដើមចាប់អារម្មណ៍បាទហើយប្រហែលថ្ងៃនេះខ្ញុំឃើញនៅលើបណ្ដាញសង្គមឃើញអ្នកប្រើប្រាស់កម្ពុជាយើងក៏ចាប់ផ្ដើម
មានអារម្មណ៍ពុះកជ្រោលមានអារម្មណ៍ថាមិនទាន់ស្រួលខ្លួនទេបងប្អូនមិនស្រួលខ្លួនហ្នឹងមិនមែនតែឈឺទេគឺហាក់បីដូចជាចង់បានផលិតផលដែលផលិតពីក្រុមហ៊ុនចិនដែលមានគុណភាពប្រហាក់ប្រហែលឬក៏ដូចទៅនឹងម៉ាកផលិតផលល្បីៗដែលគេបានផលិតលក់នៅលើទីផ្សារអន្តរជាតិឬក៏ទីផ្សារសកលលោកអញ្ចឹងវាបានឆក់យកទីផ្សារនៃអ្នកប្រើប្រាស់កម្រិតមធ្យមនិងមង្គួរឲ្យពួកគាត់ចង់ប្រើប្រាស់ផលិតផលដែលមានគុណភាពប្រហាក់ប្រហែលទៅនឹងម៉ាកល្បីៗដែលមានតម្លៃថោកអញ្ចឹងចុងក្រោយចង់មិនចង់វាធ្វើឲ្យឥទ្ធិពលគេឈ្មោះម៉ាកផលិតផលល្បីៗរបស់សកលលោកហ្នឹងអាចធ្វើឲ្យអ្នកមានធ្វើឲ្យជាជនដែលប្រើប្រាស់នៅផលិតផលម៉ាកថ្លៃៗទាំងអស់ហ្នឹងគាត់រារែកគាត់អន់ចិត្តគាត់មានអារម្មណ៍ថាហាក់បីដូចជាចាញ់បោកគេកន្លងមកប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនរឿងអ្នកមាននេះតែគេប្រើប្រាស់ផលិតផលអីហើយគេមិនដែលខ្វល់រឿងតម្លៃទេប៉ុន្តែយ៉ាងណាក៏ដោយក៏វាជះឥទ្ធិពលមួយផ្នែកណានោះទៅដល់ទីផ្សារនៃការលក់ផលិតផលម៉ាកល្បីៗដែរឧទាហរណ៍ថាម៉ាកល្បីមួយដែលគេលក់នៅកម្ពុជាដែលគេលក់នៅទីផ្សារអន្តរជាតិតម្លៃរាប់ពាន់ដុល្លារបាទស្រាប់តែគេចិនគេផលិតម៉ាករបស់គេមួយគុណភាពដូចគ្នាម៉ូដស្តៀងគ្នាហើយតម្លៃខុសត្រូវគ្នា20ដង30ដងឧទាហរណ៍ថាម៉ាក brand គេលក់1000 2000ចិនលក់តែ100 200ប៉ុន្តែបើយើងមើលទៅលើគុណភាពមើលទៅមើលម៉ាករបស់ចិនហ្នឹងគឺមានន័យថាប្រហាក់ប្រហែលទៅនឹងម៉ាកល្បីៗរបស់អន្តរជាតិអញ្ចឹងកន្លែងនេះហើយដែលចិនកំពុងតែឆក់យកទីផ្សារអ្នកប្រើប្រាស់កម្រិតមធ្យមនិងកម្រិតបង្គួរក្នុងនោះក៏មានទីផ្សារនៅកម្ពុជាដែរអញ្ចឹងសរុបមកការបង្កើតនៅសេណារីយ៉ូការបង្កើតនៅកម្មវិធីវាយបកគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គមផ្សេងៗនេះវាបានជះផលអវិជ្ជមាននិងវិជ្ជមានសម្រាប់អ្នកលេងបាទអ្នកលេងហ្នឹងគឺណាអ្នកលេងពាណិជ្ជកម្មអ្នកចូលរួមប្រឡូកជាមួយនឹងសង្គ្រាមនេះអញ្ចឹងទេយើងអ្នកមើលអតិថិជនយើងពិចារណាទាំងអស់គ្នាថាតើយើងប្រើប្រាស់របស់មួយណាហើយខ្ញុំជឿថាអ្នកមានគេនៅតែប្រើរបស់ថ្លៃអញ្ចឹងប៉ុន្តែកុំភ្លេចទីផ្សារអ្នកប្រើប្រាស់មធ្យមនិងបង្គួរកំពុងតែជ្រួលច្បល់កំពុងតែក្នុងចិត្តពុះកជ្រួលដើម្បីប្រើប្រាស់ទំនិញចិនដែលមានគុណភាពប្រហាក់ប្រហែលទៅនឹងគុណភាពរបស់ទំនិញ brand ម៉ាកយីហោល្បីៗរបស់អាមេរិកហើយនិងប្រទេសអឺរ៉ុបមហាអំណាចមួយចំនួនហើយដោយខ្ញុំជម្រាបជូនបងប្អូនកាលពីវីដេអូរបស់ខ្ញុំមុនអញ្ចឹងបាទដំបូងឡើយសង្គ្រាមពាណិជ្ជកម្មចំនួនពាណិជ្ជកម្មចំនួនសង្គ្រាមពន្ធគយនេះគឺកើតឡើងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលទេប៉ុន្តែខ្ញុំធ្លាប់បានបញ្ជាក់ឲ្យថាប៉ះសិនបើរឿងនេះវាមិនចប់មិនហើយវានៅតែបន្តរកភាពបញ្ចប់គ្មាននោះប្រជាជននឹងដើរតួនាទីសំខាន់ពិសេសគឺអ្នកប្រើប្រាស់អ្នកផលិតហ្នឹងគឺជាអ្នកដើរតួនាទីសំខាន់នៅក្នុងការបញ្ចប់ឬក៏ធ្វើឲ្យរឿងហ្នឹងคล้ายទៅជារឿងមួយដែលហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសនីមួយៗបាទអញ្ចឹងនៅពេលនេះគេហៅថាសង្គ្រាម TikTok បងប្អូនបាទដោយសារតែរឿងនេះវាផ្ទុះខ្លាំងនៅលើ TikTok នៅលើបណ្ដាញសង្គមផ្សេងៗអីមិនសូវផ្ទុះទេប៉ុន្តែ TikTok ផ្ទុះអញ្ចឹងគេហៅថាសង្គ្រាម TikTok អញ្ចឹងយើងមិនដឹងថាតើផលប៉ះពាល់ហ្នឹងវានឹងមានកម្រិតណាទេបើទោះបីជាឥឡូវនេះម្ចាស់ brand ក្រុមហ៊ុនធំៗគេចេញមកបកស្រាយហើយគេថាផលិតផលរបស់គេមួយចំនួនណានោះមិនបានផលិតនៅប្រទេសចិនយ៉ាងណាក៏ដោយបងប្អូនបាទប៉ុន្តែព័ត៌មានការផ្សព្វផ្សាយវាបានបញ្ជាក់ថាទំនិញដែលពួកគេផលិតដោយប្រើប្រាស់នៅថ្លៃដើមដ៏ទាបបំផុតបាននាំយកទៅលក់នៅលើទីផ្សារអន្តរជាតិដែលមានតម្លៃកប់ក្តោបតម្លៃមហាសាលហើយបងប្អូនដឹងហើយរាល់ថ្ងៃនេះមហាសេដ្ឋីធំសិតសឹងតែជាម្ចាស់ brand ម៉ាកយីហោល្បីៗខ្ញុំលើកឧទាហរណ៍ថាដូចជាតកែ LV ឬក៏ Hermes លោកម្នាក់ដែលជាជនជាតិបារាំងរាល់ថ្ងៃនេះគាត់សឹងថាជាមហាសេដ្ឋីលេខ1ផងបាទពេលខ្លះខ្ញុំឃើញគាត់ឡើងមកលេខ1លើលោក Elon Musk ផងបាទដោយសារអីបងប្អូនមិនបាច់ឆ្ងល់ទេគឺរឿងហ្នឹងបាទតម្លៃទំនិញមួយផលិត$100លក់បានរាប់សែនដុល្លារ$100លក់បានរាប់ម៉ឺនដុល្លាររឿងអីមិនខ្លាចជាអ្នកមានអញ្ចឹងរឿងស្រួលគិតរឿងស្រួលចំណាំរឿងស្រួលមើលរឿងស្រួលវិភាគថាតើផលិតផលរបស់ម៉ាកយីហោល្បីៗហ្នឹងកែមួយប្រទេសដែលជាម្ចាស់ម៉ាកហ្នឹងគាត់ចំណេញប៉ុន្មានអញ្ចឹងទេនៅពេលដែលជនជាតិចិនអ្នកផលិតចិនមួយចំនួនចេញមកបកអាក្រាតហ្នឹងអាហ្នឹងក៏ជាបច្ច័យមួយល្អដែរបងប្អូនបាទដើម្បីផ្ដល់នៅរឿងពិតទៅដល់ប្រជាជនទូទាំងសកលលោករួមទាំងខ្ញុំរួមទាំងបងប្អូនមួយចំនួនដែលយើងអត់សូវដឹងថាហេតុអីបានជាទំនិញហ្នឹងវាថ្លៃម៉េះមកពីគេផលិតថ្លៃឥឡូវគេបញ្ជាក់ហើយគេបញ្ជាក់ថាទំនិញម៉ាកយីហោល្បីហ្នឹងផលិតបានមួយហ្នឹងគឺវាចំណេញកប់ក្តោបបាទខ្ញុំលើកឧទាហរណ៍ថាដូចស្បែកជើងអញ្ចឹងបងប្អូនកម្មករពលករខ្មែរធ្វើការ
ការរោងចក្រស្រុកខ្មែរដឹងហើយបាទស្បាច់ជើងគេមកគូប្រហែលនៅលើទីផ្សារម៉ាកល្បីរបស់បរទេសប៉ុន្តែអានេះយើងខ្ញុំមិនចង់បែកអូហូស្ទឹងទេប៉ុន្តែបងប្អូនរោងចក្របងប្អូនកម្មករកម្មការិនីខ្មែរយើងធ្វើការរោងចក្រដឹងហើយអញ្ចឹងអ្នកដែលចំណេញកប់ក្តោបហ្នឹងគឺតកែក្រុមហ៊ុនហើយនឹងប្រទេសម្ចាស់ម៉ាកយីហោល្បីនឹងឯងដែលជាអ្នកទទួលផលយ៉ាងក្រាស់ក្រែលពីការធ្វើពាណិជ្ជកម្មផលិតផលម៉ាកល្បីនៅទូទាំងសកលលោកសូមអរគុណ